Masha and the Bear នេះគឺជាប្រវត្តិដ៏សោកសៅរបស់តួអង្គក្មេងស្រី Masha នៅក្នុងរឿងតុក្កតា Masha and the Bear ដែលកើតឡើងនៅក្នុងឆ្នាំ1820ក្នុងប្រទេសឥណ្ឌូនេស៊ីសាច់រឿងតុក្កតាគំនូរជីវចល Masha and the Bear គឺជាគំនូរជីវចលដែលល្បីខ្លាំងក្នុងចំណោមគំនូរជីវចលដទៃទៀតMasha គឺជាក្មេងស្រីដែលមានអាយុទើបតែ4ឆ្នាំនាងគឺជាក្មេងស្រីដែលមានភាពរពឹសខ្លាំង Masha ចូលចិត្តមើលការសម្ដែងសៀកជាខ្លាំងជាពិសេសការសម្ដែងសៀកជាមួយនឹងសត្វខ្លាឃ្មុំថ្ងៃមួយក្រុមសម្ដែងសៀកនោះក៏បានមកសម្ដែងនៅក្នុងភូមិរបស់នាង Masha ក៏បានសុំប៉ាម៉ាក់របស់នាងឲ្យជូនទៅមើលដោយការស្រឡាញ់កូនប៉ាម៉ាក់របស់នាងក៏បានជូននាងទៅមើលការសម្ដែងសៀកនោះក៏ប៉ុន្តែនៅក្នុងការសម្ដែង Masha មិនបានឃើញសត្វខ្លាឃ្មុំដែលនាងចង់ឃើញនោះទេនាងមិនសប្បាយចិត្តនោះឡើយដោយមិនដឹងថាហេតុអ្វីទើបគេមិនសម្ដែងជាមួយនឹងសត្វខ្លាឃ្មុំនោះពេលកំពុងមើលការសម្ដែង Masha ក៏បានសុំម្ដាយរបស់នាងទៅបន្ទប់ទឹកម្ដាយរបស់នាងចង់ជូនទៅដែរតែនាងនិយាយថាខ្ញុំទៅតែមួយផ្លែតទេដោយហេតុថាបន្ទប់ទឹកនៅមិនឆ្ងាយពីទីនេះម្ដាយរបស់នាងក៏អនុញ្ញាតឲ្យនាងទៅតែម្នាក់ឯងបន្ទាប់ពីចេញពីបន្ទប់ទឹក Masha មិនបានត្រឡប់ទៅមើលការសម្ដែងបន្តទៀតទេនាងបានដើរមើលជុំវិញកន្លែងសម្ដែងនោះនៅពេលនាងដើរដល់មុខទ្វារបន្ទប់មួយក៏មានខ្យល់បក់ធ្វើឲ្យប៉ើងក្រណាត់ដែលគេគ្របទ្រង់មួយដោយនាងគឺជាក្មេងដែលរពឹសនឹងចង់ឃើញចង់ដឹងគ្រប់រឿងនាងក៏បានដើរចូលទៅបើកក្រណាត់ដែលគេគ្របនោះនៅពេលនោះនាងសប្បាយចិត្តជាខ្លាំងព្រោះថានាងបានឃើញនៅអ្វីដែលនាងចង់ឃើញនោះគឺជាសត្វខ្លាឃ្មុំមួយដែលគេបានដាក់នៅក្នុងទ្រុង Masha គ្រាន់តែបានឃើញខ្លាឃ្មុំនោះភ្លាមដោយភាពត្រេកអរនាងក៏បានស្ទុះទៅបើកទ្រុងនោះដើម្បីឲ្យខ្លាឃ្មុំចេញមកក្រៅដោយភាពស្រេកឃ្លានខ្លាឃ្មុំក៏បានស្ទុះមកចាប់ហែក Masha ដែលជាក្មេងស្រីដែលគួរឲ្យកំសត់ម្នាក់នេះស៊ីយ៉ាងគួរឲ្យតក់ស្លុតជាខ្លាំងប៉ាម៉ាក់របស់នាងបានត្រឹមស្រែកយំស្ដាយកូនស្រីជាទីស្រឡាញ់ស្ម័គ្រជីវិតត្រូវខ្លាឃ្មុំចាប់ហែកស៊ីនៅនឹងមុខក្រោយមកក៏មានផលិតករជនជាតិរុស្ស៊ីម្នាក់បានយកសាច់រឿង Masha និងខ្លាឃ្មុំមួយនេះមកផលិតជាសាច់រឿងគំនូរជីវចលតុក្កតាបែបកំប្លែងដែលបងប្អូនធ្លាប់បានទស្សនាមកនេះនៅក្នុងវីដេអូបន្ទាប់បងប្អូននឹងបានតាមដានស្ដាប់និងទស្សនានៅប្រវត្តិដ៏កំសត់នៅពីក្រោយសាច់រឿងគំនូរជីវចល Tom and Jerry សូមបងប្អូនជួយចុច Subscribe នៅលើ Channel រឿងរ៉ាវទាំងអស់គ្នា